ចាសសួស្តីបងប្អូនពុកម៉ែទាំងអស់គ្នាពិសេសបងប្អូនទាំងអស់ដែលជួយចិត្តខាងត្រីក្រមទាំងអស់គ្នាចាឃើញថា Channel Beta Boy បានមកថតចាជាមួយនឹងត្រីក្រមចាដែលគ្រូសារបស់នឹងខ្ញុំគាត់បានបង្កាត់តដៃមើលថែតដៃចាថតជូនបងប្អូនទស្សនាសម្រាប់វិស័យត្រីក្រមដែលគ្រូសារបស់ខ្ញុំគាត់បានចិញ្ចឹមនេះគឺបន្តតាំងពីដើមរហូតមកចាមិនដែលបោះបង់ចោលទេគាត់ថាអត់ដែលបានថតវីដេអូជូនបងប្អូនពុកម៉ែចាបានទស្សនាពិសេសបងប្អូនដែលគាត់ចូលចិត្តនិងស្រឡាញ់ខាងត្រីក្រមហើយសម្រាប់ខាងយើងខ្ញុំផងដែរក៏មានទាំងត្រី7ពណ៌មានត្រីមូលីមានត្រីពណ៌ជាច្រើនទៀតក៏ដូចជាត្រីហុងកុងច្រើនទៀតចាមិនមែនមានតែត្រីក្រមទេចាហើយក្នុងនេះក៏មានដែរពណ៌រៀងលឿងបែកមាសនោះអាហ្នឹងហើយគឺប្រភេទពណ៌មូលីចាគឺស្អាតមែនតើបងប្អូនមានពណ៌សមានពណ៌ក្រហមចាមានពណ៌ខៀវគឺមានច្រើនពណ៌ទៀតសម្រាប់ត្រីហើយនេះខ្ញុំនឹងថតបង្ហាញជូនបងប្អូនជាបន្តទៀតសម្រាប់Channel Beta Boy ដែលបង្ហាញជូនបងប្អូនចាអញ្ចឹងបងប្អូនសូមជួយបន្តការគ្រប់គ្រងទៅដល់ Channel Beta Boy ម្នាក់មួយផងចាសូមបងប្អូនជួយចុច like ចាចុច subscribe ចាចូល comment ចាក៏ដូចជាជួយ share ម្នាក់មួយផងចាដើម្បីទទួលបានវីដេអូថ្មីពីខាង Channel Beta Boy បន្តទៀតណាចាហើយអញ្ចឹងដូចខ្ញុំបានជម្រាបជូនអញ្ចឹងសម្រាប់ត្រីក្រមដែលគ្រួសារខ្ញុំគាត់បានចិញ្ចឹមគឺគាត់នៅតែបន្តចិញ្ចឹមរហូតតែគាត់ថាអត់ដែលបានមានពេលថតជូនគាត់ពេលខ្លះថតហើយអត់មានពេលអង្គុយកាត់ទៀតចារវល់ជាមួយនឹងការងារច្រើនពេកអញ្ចឹងទៅអាខានក្នុងការថតជូនបងប្អូនចាអញ្ចឹងទៅបងប្អូនអាចគិតថាអូប្រហែលជាលេងធ្វើលេងលក់លេងដូរអីហើយមើលទៅតែពិតអត់ទេបងប្អូនចាអញ្ចឹងគាត់នៅតែចិញ្ចឹមនៅតែមើលថែជាបន្តជាហោហាជារៀងរាល់ថ្ងៃចាណាស់តែយើងណាស់តែខាងខ្ញុំទេអត់មានពេលបានថតដើម្បីបង្ហាញជូនបងប្អូនពីអាជីវកម្មរបស់គាត់ពីការស្រឡាញ់ជួយចិត្តត្រីក្រមរបស់គាត់អញ្ចឹងណាចាអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតសូមបងប្អូនទស្សនានៅត្រីក្រមជាបន្តទៀតអរគុណបាយបាយជម្រាបលា